Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាវិញទៀតហើយជាមួយនឹងសាច់រឿងថ្មីដែលមានដាក់ចំណងជើងថាស្ដេចបិសាច Gen Z បន្ទាប់ពី3គ្នាអស់រយៈពេលយ៉ាងយូរតើអ្នកទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរជាពិសេសអ្នកទើបតែប្រឡងចប់ទី12និងចង់សួរមួយទៀតថាចំពោះសាច់រឿងអាតើយើងឆុងយ៉ងណាតើអ្នកទាំងអស់គ្នាចង់ឲ្យ admin សម្រាយរដូវកាលទី2ដែរអត់ព្រោះឃើញ admin ផ្សេងគេយករឿងហ្នឹងទៅសម្រាយតពី admin ដល់រដូវកាលទី3ហើយតែគាត់សម្រាយជា AI អញ្ចឹងណាអ្នកទាំងអស់គ្នាហើយឃើញគ្នាយើងច្រើនដែរដែលយកច្រឡំថានោះគឺជា admin ណាតែពិតមិន admin ទេ admin មានតែមួយចំណែនឹងមួយគត់ចឹងហើយបើអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងមួយនេះនឹងចង់បន្តរដូវកាលទី2របស់រឿងអាតណាបយើងឬរដូវកាលទី3អ្នកទាំងអស់គ្នាកុំភ្លេច comment ឲ្យ admin ដឹងផងណាកុំឲ្យខាត់ពេលយូរនោះតោះយើងចូលសាច់រឿងយើងទាំងអស់គ្នាតាមសាច់រឿងគឺបង្ហាញពីអត្តនោតួប្រុសរបស់យើងដែលមានឈ្មោះថាគឹមចាំងឆុលគឺជានិស្សិតដែលបានបញ្ចប់ការសិក្សាហើយក៏បានអង្គុយមើលចិត្តតែឯងហើយគិតនៅក្នុងចិត្តថាហើយវាពិតជាអញ្ចឹងមែនហើយសមមិញខ្ញុំពិតជាបានចូលខ្លួនរបស់ស្ដេចបិសាចគឺដូដែលជាងហ្គេមដែលខ្ញុំចូលចិត្តក្នុងហ្គេមហ្នឹងគឺវាអញ្ចេះវរៈបរោះ Paladin Outlaw ដែលកំពុងតែដេកលក់ត្រូវបានភ្ញាក់ឡើងហើយហេតុអីបានជាយើងត្រូវបញ្យល់បើអត់បញ្យល់អ្នកមើលមិននឹងដឹងព្រាមនោះដែរក៏មានបិសាចម្នាក់ដើរចូលមកកាន់តួប្រុសរបស់យើងដែលមានឈ្មោះថា Sephiroth គឺជាជំនួយការរបស់លោកព្រះយើងដែលមាន level 15Sephiroth ក៏បាននិយាយថាកងទ័ពបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចេញច្បាំងដើម្បីបញ្ចប់ទុកទល់ភឹកនេះជាមួយនឹងការឈ្លានពាននៅថ្ងៃនេះហើយក៏បានបង្ហាញអត្តនោតមួយដែលមានហាសនាមថាស្រេកឈាមដែលឈ្មោះរបស់វានោះគឺឈ្មោះថា Asurap level 534ហើយបង្ហាញពីបិសាចស្រីដែលមានហាសនាមថារាជិនីទឹកកក Cersei level 531និងបិសាចប្រុសម្នាក់ទៀតដែលមានងារថាអភិជនផ្សែងអាប់ដែលមានឈ្មោះថាហាប់តុ level 555និងមេតបិសាចម្នាក់ទៀតដែលមានងារថាមេដឹកនាំផ្ដាច់ការថ្មខ្មៅដែលមានឈ្មោះថាប៉ាហា level 539និងមានន័យថាមេតបទាំង4របស់លោកព្រះយើងគឺអភិជនផ្សែងអាប់គឺខ្លាំងជាងគេស្របពេលនោះដែរលោកព្រះយើងក៏បានស្រែកដោយកំណាចថាណែពួកអាដែងស្ដាប់យើងស្ដេចបិសាចខឺដូសូមដាក់បញ្ជាស្របពេលដែលលោកព្រះយើងកំពុងតែនិយាយបណ្ដាហើយលួចគិតនៅក្នុងចិត្តថាខ្ញុំត្រូវតែបញ្ចប់សង្គ្រាមមួយនេះមិនថាលះបង់អ្វីក៏ដោយក៏បន្តនិយាយយ៉ាងម៉ឺងម៉ាត់ថាចាប់ពីពេលនេះតទៅក្រឡេកទៅមើលមេតបទាំង4វិញគឺអាគមកំពុងតែឡើងហើយអត្តនោតួប្រុសរបស់យើងក៏បាននិយាយជាចុងក្រោយថាយើងនឹងបញ្ចប់ការឈ្លានពានហើយក៏បានបោះសម្ដីដែលពួកបិសាចនឹកស្មានមិនដល់ថាហើយក៏យើងធ្វើស្រែចម្ការព្រាមនោះដែរកូនចៅទាំងអស់ក៏បានស្រែកព្រមគ្នាថានេះពិតជាមិនសមហេតុផលទេអត្តនាបយើងក៏បានខ្លាចហើយក៏បានគិតនៅក្នុងចិត្តថាមិនក៏ពួកវាគួរឲ្យខ្លាចម៉េះមើលមុខអ្នកខ្លាចបន្ទាប់ពីឃើញទឹកមុខរបស់ស្ដេចបិសាចហើយពួកគេទាំង4នោះក៏បានភ្ញាក់ផ្អើលវិញថាមិនក៏គាត់គួរឲ្យខ្លាចយ៉ាងនេះមែនមួយផងគឺ4តណាបទាំងអស់គ្នានឹងហើយទូប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថាហើយបើសង្គ្រាមនេះវាកើតឡើងទូប្រុសរបស់យើងក៏សម័យទៅកាន់ខ្លួនឯងដែលបានលេងហ្គេមនេះជាលើកទី20ដែលដាក់ឈ្មោះខ្លួនឯងថាអាស្ពៃជ្រក់ដែលមាន level 9990 my level មានសំហាអាស្ពៃជ្រក់ឯណាអត់ហើយអាគឹមជីទេបន្តក៏ទៀតថាបើសង្គ្រាមនឹងកាត់ឡើងវាប្រកាសជាសម្រាប់ខ្ញុំហើយអ្នកទាំងអស់គ្នាពេលដែលអាតួវាលេងហ្គេមហ្នឹងគឺវាលេងតួអង្គហ្នឹងហើយតែដល់ពេលវាចាប់ជាតិវាបែរជាចាប់ជាតិតួអង្គស្ដេចបិសាចវិញហើយក៏បានស្រមៃទៅកាន់ជីវិតដែលរស់នៅផែនដីគឺជានិស្សិតកសិកម្មនៅសាកលវិទ្យាល័យហានគុកដើម្បីចាប់ក្តីសម័យឲ្យខ្លួនឯងខ្លាចទៅជាកសិករដែលជាអ្នកមានដោយសារតែខ្ញុំនេះវាឆ្លាតពេកហើយក៏ខ្លាចទៅជាសិស្សបកែដាច់នៅក្នុងកម្មវិធីផ្សេងហើយនៅពេលដែលអ្នកខ្លាចទៅជាសិស្សដែលពូកែបំផុតនោះវាបានន័យថាហើយឆាំងឈុលពិតជាឆ្លាតមែនណាសរសេរសិក្ខាបទឲ្យខ្ញុំផងអ្នកដឹកនាំគម្រោងឯងពិតជាពូកែខាងរឿងនោះហើយចង់ឈុលឆាំងឈុលជួររស់វាស្រែទៅតើបានទេពេលដែលយើងពូកែមិនខ្វះទេការងារមករកយើងក្នុងការគិតលោកព្រះយើងបន្តគិតថានោះវាមានន័យថាអ្នកនឹងខ្លាចទៅជាអ្នកបម្រើរបស់មនុស្សគ្រប់គ្នាជីវិតអាចគោអីហើយដើម្បីបានជាខ្ញុំធ្វើការងារទាំងអស់នេះហើយស្រីយុទាំងអស់បែរជាធ្លាក់ទៅលើសាស្ត្រាចារ្យទៅវិញពួកអាឡុងទាំងនោះយើងនឹងចាប់ពួកឯងហើយទាំងរស់លើហើយក៏បានធ្លាក់ទឹកចិត្តហើយគិតថាហើយភាពរីករាយរបស់ខ្ញុំគឺបាត់បង់ហើយកម្រិតនៃអារម្មណ៍ភាពរីករាយរបស់ខ្ញុំគឺបានថយចុះហើយខ្ញុំកំពុងតែបាត់បង់វា
ប្រភពមួយគត់ដែលអារម្មណ៍រីករាយរបស់ខ្ញុំគឺជាហ្គេមហើយទូប្ររបស់យើងក៏បានអង្គុយលេងហ្គេមនោះរហូតដល់19ដងដែលគ្មានអ្នកណាធ្លាប់លេងដល់នោះទេហើយក៏បានលេងហ្គេមរហូតដល់ដាច់យប់បន្ទាប់ពីអូចោអូឡើងហើយក៏បានទទួលសមិទ្ធផលហើយក៏បានក្លាយទៅជាមនុស្សដំបូងគេបង្អស់ក្នុងពិភពហ្គេម Paladin Outlaw ចំនួន19ដងបន្ទាប់ពីលេងហ្គេមរហូតដល់ដាច់យប់ដូចជា admin ដែរនោះអន្តរជាតិយើងក៏បាននិយាយថាហេពួកគេនិយាយថាកម្រិតលំបាកនៅក្នុងការលេងហ្គេមលើកទី20ហ្នឹងគឺវាអាក្រក់ណាស់លោកព្រះយើងមុននឹងចូលហ្គេមលើកទី20ហ្នឹងក៏បានយក hero មកកែច្នៃ outfit យ៉ាងខ្ជូតនេះអើយហើយ level ដែលខ្ពស់បំផុតនៅក្នុងហ្គេមហ្នឹងគឺ9999ហើយ level hero របស់តួអង្គឯករបស់យើងគឺ9990ហើយព្រះយើងក៏បានចុចប៊ូតុង yes ដើម្បីចូលហ្គេមលើកទី20គ្រាន់តែចុចភ្លាមអតិភ្លាមព្រលឹងទូប្ររបស់យើងក៏បានហោះចូលទៅក្នុងហ្គេមនោះព្រះយើងមិនទាន់ដឹងពីស្ថានភាពទេហើយក៏បានគិតនៅក្នុងចិត្តថាហ៎មានរឿងអីហ្នឹងខ្ញុំទៅស្ងប់ចិត្តខ្ញុំឆ្លាតខ្ញុំប្រកាសជាអាចដោះស្រាយរឿងនេះបានហើយការហោះមួយនោះក៏បានសម្ដៅទៅកាន់ប៉មមួយព្រោះព្រះយើងក៏បាននិយាយថានោះមានន័យថាខ្ញុំនៅក្នុងពិភពហ្គេម Paladin Outlaw ហើយនេះគឺជាផ្នូររបស់ពួក Paladin អន្តរជាតិយើងក៏បានស្រែកថាអស់តជុំម៉ាយហើយយើងនឹងទៅចូលខ្លួនរបស់អាស្វ័យជ្រក់បន្ទាប់មកលោកព្រះយើងក៏បានហោះទៅដល់តែអ្វីដែលសំខាន់នោះ outfit ដែលអន្តរជាតិយើងបាន design មុននឹងលោកព្រះយើងក៏បានគិតនៅក្នុងចិត្តថាចាំបន្តិចឥឡូវនេះយើងពិតជាមិនចង់ខ្លាចទៅជាអាស្វ័យជ្រក់នេះទេគ្រាន់តែនិយាយចប់ភ្លាមនោះដែរសិតតែមានអ្វីមួយយ៉ាងទាញទូប្ររបស់យើងហោះទៅឆ្ងាយមានហោះទៅណាគឺហោះមករកស្ដេចបិសាចនឹងហើយព្រមនោះដែរលោកព្រះយើងក៏បាននិយាយថាមិនមែនវាទេយើងងាកមកមើលបច្ចុប្បន្នវិញលោកព្រះយើងកំពុងតែអង្គុយតុកស៊ីកពេញនឹងហើយបាននិយាយថាយើងពិតជាមិនចង់ជឿរឿងនេះទេបើសិនជាយើងមិនមានគំនិតលាប់បន្ទាប់ពីឃើញរូបរាងរបស់អាស្ពៃជ្រូកនោះតែជាយើងមិនខ្លាចទៅជាស្ដេចបិសាចកានេះទេស្របពេលនោះដែរក៏បានឮសំឡេងពីខាងក្រៅវិមានស្ដេចបិសាចថាវាច្បាស់ណាស់ថាខឺដូពិតជាចោះខ្សោយអាហ្នឹងហើយគឺជាមូលហេតុដែលគាត់ភ័យខ្លាចហើយបញ្ចប់សង្គ្រាមយើងរួមដៃគ្នាដើម្បីបោះបោហើយយើងនឹងចែកសិទ្ធិអំណាចគ្នាហើយខឺដូបានខ្លាចទៅជាស្ដេចបិសាចនេះគឺដោយសារតែកាត់ក្បាលរបស់ស្ដេចបិសាចមុនដែរទេភ្លាមនោះដែរអភិជនផ្សេងអាប់ក៏បាននិយាយថាចោះបើគាត់មិនចោះខ្សោយរាជិនីតកក៏បានបន្តថាអាសរ៉ាតបើឯងចង់ចឹងអាចធ្វើជាខែរបស់យើងក៏អាចចូលរួមបានដែរភ្លាមនោះដែរអាសរ៉ាក៏បានស្រែកថានេះនាងកំពុងតែនិយាយអីបើយើងក៏លេចទៅកាន់ចិត្តកំណត់របស់ថ្មខ្មៅវិញគ្មានអីក្រៅពីពាក្យហេវខ្ញុំហេវអាសរ៉ាបានគិតបន្តិចហើយបន្តនិយាយថាយកប្រូទៅចោះបើមានផតាមបង្ហាញថាគាត់ពិតជាចោះខ្សោយពិតមែននោះហើយបន្ទាប់មកបីអ្នកគ្នាគេនោះក៏បាននិយាយស្របគ្នាថាយើងនឹងសម្រាប់គាត់ចំណែកឯថ្មខ្មៅជាគំនិតគេគិតតែពីខ្ញុំឃ្លានផ្លេទៅកាន់វិមានរបស់ស្ដេចបិសាចវិញភ្លាមនោះដែរជំនួយការក៏បាននិយាយថារាយការណ៍លោកស្ដេចបិសាចសិលធរកងទ័ពពិតជាធ្លាក់ដល់បាតហើយបន្តនិយាយថាមានរបាយការណ៍កាន់តែច្រើនឡើងអំពីការសម្លាប់រង្គាលនិងការបរិភោគសាច់បិសាចខុសច្បាប់ខ្លះថែមទាំងចាក់ចែងពីទឹកដីបិសាចដោយមិនបានជូនដំណឹងទៀតផងមេតបបិសាចធំទាំង4បានខឹងសម្បាយ៉ាងខ្លាំងដល់និយាយថាលោកម្ចាស់ពិតជាចុះខ្សោយឥឡូវនេះពួកគេទាំងនោះកំពុងតែរៀបចំផែនការដើម្បីក្បត់លោកម្ចាស់ព្រះយើងកំពុងតែអង្គុយធ្វើដូចជាមិនដឹងអីតាពិតកំពុងតែញ័រពេញខ្លួនហើយបានគិតនៅក្នុងចិត្តថាបើពួកវាទាំង4វាប្រហារខ្ញុំនឹងស្លាប់ភ្លាមហើយនោះមានន័យថាបើខ្ញុំមើលទៅហាក់ដូចជាទូនខ្សោយខ្ញុំនឹងស្លាប់ឈប់សិនចុះបើអាស្ពៃជ្រក់វិញចុះបើខ្ញុំមិនបានកាន់កាប់រាងកាយរបស់វាទេនោះវាមានន័យថាវាមិនជាសាកសពទេបើអញ្ចឹងមនុស្សបើចូលក្នុងពិភពមនុស្សប្រហែលជាវាមិនអាក្រក់ទេណោះព្រមនោះដែរជំនួយការក៏បានលើកគ្រីសាស្បងមួយបង្ហាញទៅកាន់តួប្ររបស់យើងហើយបន្តនិយាយថាមានវីដេអូពីភ្នូ Paladin ដែលវាទៅបានថតដោយឧត្តមសេនីយ៍អូជីម៉ាអ្វីដែលនៅក្នុងវីដេអូនោះគឺជាវីរបុរសស្វ័យជ្រក់កំពុងតែវាយប្រហារទៅកាន់ពួកបិសាចព្រះយើងមានការតក់ស្លុតជាខ្លាំងហើយក៏បានគិតថាអញហើយមិនក៏វាមានរឿងបែបនេះកើតឡើងឬមួយក៏មានអត្តន័យណាមកអង្គុយលេងហេរ៉ូនោះឬបែបមើលទៅខ្ញុំទៅតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបានស្នាក់នៅទីនេះហើយព្រមនោះដែរអត្តនាបយើងក៏បានគិតថាហេតុអ្វីបានជាខ្ញុំនៅក្នុងពិភពហ្គេមនេះហេតុអ្វីបានជាខ្ញុំមិនអាចសោយសោកព្រមនោះដែរទូប្ររបស់យើងក៏បានក្រោកឈរហើយបន្តគិតថាណាហើយចុះជំរឿនមានតែមួយគត់របស់ខ្ញុំគឺដោះស្រាយបញ្ហាកង្វះអាហារនិងធ្វើឲ្យចិត្តពួកបិសាចទាំងអស់នេះឲ្យវាមានស្ថិរភាពហើយក៏បានដើរចេញពីទីនោះស្របពេលនោះដែរជំនួយការក៏បានសួរទៅកាន់លោកព្រះយើងថាលោកម្ចាស់តើលោកម្ចាស់ប្រងទៅណាដែរអត្តនាបយើងក៏បាននិយាយថាអត់ទោសត្រូវហើយយើងគឺទៅមើលដីសម្រាប់ភ្ជួររាស់ជំនួយការមានការឆ្ងល់ជាខ្លាំងហើយក៏បាននិយាយតិចថាអត់ទោស
លោកព្រះយើងក៏បានលើកហើយក៏បានសួរទៅវិញថាហើយវាមិនជំនួយការក៏បានបកស្រាយថាលោកម្ចាស់ពិតជាស្រឡាញ់កិត្តិយសខ្លួនឯងក្រអឺក៏ទុំនឹងខ្វះសុជីវធម៌ទាំងស្រុងប៉ុន្តែមុននឹងលោកម្ចាស់ក៏បាននិយាយថាអត់ទោសមែនទេលោកម្ចាស់លោកម្ចាស់កុំធ្វើបែបហ្នឹងអីវាពិតជាគួរឲ្យរន្ធត់ណាស់លោកព្រះយើងក៏បានស្រមៃទៅកាន់ពេលវេលាដែលកំពុងតែលេងហ្គេមហើយបន្តគិតថាសេភីរ៉ូបានលេចឡើងដោយចៃដន្យម្ដងមុនពេលដែលប្រយុទ្ធជាមួយនឹងស្ដេចបិសាចហើយភាពស្មោះត្រង់បានធ្វើឲ្យអ្នកលេងមានការពេញចិត្តជាច្រើនអ្នកស្របពេលនោះដែរជំនួយការក៏បន្តនិយាយថានេះគឺជាកំហុសដែលមិនធ្លាប់មានពីមុនមកទេលោកម្ចាស់ខ្ញុំពិតជាមិនដែលឃើញស្ដេចបិសាចណាដែលបាត់បង់ទំនុកចិត្តទេទូប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថាហើយអានេះពិតជារំខានមែនហើយពេលក៏បានបន្តនិយាយថាកសិកម្មនៅក្នុងដែនដីបិសាចមានការកត់ត្រានៅក្នុងត្រីមាសដូចជាលោកព្រះយើងក៏បានបន្តនិយាយថាអើយទៅអញដឹងហើយចុះនិយាយទៅទេព្រះក៏បន្តមកភ្លាមៗថាទេខ្ញុំមិនចង់លោកព្រះយើងក៏បន្តគិតថាអត្តបាយនេះមិនក៏វាមិនខ្លាចយើងអញ្ចឹងហើយក៏នាំគ្នាដើរមើលភូមិសាស្ត្រដីស្របពេលនោះដែរជំនួយការក៏បានរាយការណ៍ទៀតថាមិនត្រឹមតែលោកម្ចាស់ទេប៉ុន្តែស្ដេចបិសាចមុនក៏បានសាកល្បងធ្វើកសិកម្មលើដីនេះរួចមកហើយជាមួយនឹងដីហួតហែងនិងគំរូអាកាសធាតុមិនទៀងទាត់គ្មានអ្វីដោះលូតលាស់ឡើយលោកម្ចាស់ក៏ទំនងជាដឹងដែរទូប្រុសរបស់យើងក៏បានតបវិញថាយើងដឹងហើយយើងដឹងថាកន្លែងនេះត្រូវបានគេហៅថាដែនដីនៃសេចក្តីស្លាប់ហើយវាមិនយើងអាចជួយសង្គ្រោះដីនេះបានណាលោកព្រះយើងក៏បន្តនិយាយថាយើងធុញទ្រាន់នឹងការធ្វើស្រែចម្ការណាប៉ុន្តែធ្វើម៉េចដើម្បីជីវិតក៏ពេលនោះដែរក៏បានអោនទៅដីហើយក៏បានស្រវាដីមួយក្តាប់ហើយក៏បានយកដីនោះមកដាក់នៅក្នុងមាត់ហើយទំពាហើយជំនួយការក៏បានបន្តសរសេរថាទៅមែនតើណាមេអញចាប់ដើមស៊ីដីហើយព្រះយើងក៏បានមើលឃើញហើយសួរថាហេឯងស្អីអីហ្នឹងសេភីរ៉ូក៏បាននិយាយថាខ្ញុំកំពុងតែបំពេញកាតព្វកិច្ចរបស់ខ្ញុំការកត់ត្រាកំណត់ហេតុរបស់លោកម្ចាស់គឺជាការងារសំខាន់របស់ខ្ញុំហើយការចងចាំរបស់មេបិសាចគឺកាន់តែខ្សោយទៅហើយព្រះយើងបានលួចជេរនៅក្នុងចិត្តថាមេអបកាច់ហើយក៏បានងាកមកគិតអំពីដីហើយបន្តគិតថាដីនេះវាខ្វះសារធាតុចិញ្ចឹមសឹងតែទាំងអស់ហើយវាគ្មានអាសូតទេអាសូតគឺជាតម្រូវការដាច់ខាតសម្រាប់ការលូតលាស់របស់រុក្ខជាតិមិនអាចប្រើប្រាស់អាសូតនៅក្នុងខ្យល់ដោយផ្ទាល់បានទេទោះបីវាបង្កើត 78% នៃបរិយាកាសក៏ដោយអាតូមទាំងនេះស្ថិតនៅក្នុងសូលីត3ដ៏រឹងមាំដែលធ្វើឲ្យប្រតិកម្មគីមីណាមួយមានការលំបាកចឹងហើយតាមរយៈវិស្វកម្មគីមីមនុស្សបានបង្កើតការចងភ្ជាប់របស់អាសូតហើយប៉ុន្តែនៅទីនេះវាមិនអាចទៅរួចទេព្រោះទីនេះវាគ្មានឧបករណ៍លោកព្រះយើងក៏បន្តគិតថាវាមានន័យថាយើងត្រូវការយន្តការអាសូតដែលកើតឡើងដោយធម្មជាតិតែព្រមនោះដែរក៏មានផ្លេចបន្តធ្វើឲ្យទូប្រុសរបស់យើងនឹកឃើញវិធីមួយចំនួនវ៉ុលកាន់តែខ្លាំងបានប្រែអាសូតទៅជាអាស៊ីតអាសូតវាបានលាយជាមួយនឹងភ្លៀងហើយវាក៏ត្រូវបានស្រូបទៅក្នុងដីហើយការវាប្រហារចម្បងរបស់ស្ដេចបិសាចគឺក្បាច់បង្ហូរឈាមលោកព្រះយើងក៏បានគិតថាបើគិតទៅយើងគឺជាស្ដេចបិសាចហើយតាក៏ខ្វាយដៃខ្លួនឯងឲ្យឈាមភ្លាមនោះដែរក៏បានស្រែកចាចអញអាស្ដេចបិសាចនេះតែងតែធ្វើអញ្ចឹងរាល់ដងមែនវាអត់ឈឺទេអីហើយក៏បានចាប់អារម្មណ៍ថាដូចជាមានគេលួចមើលកំពូលកូនចៅគេទាំង4នោះក៏បានធ្វើមុខតក់ស្លុតហើយបានគិតនៅក្នុងចិត្តថាខ្សោយណាស់គាត់ខ្សោយពេកហើយថែមទាំងជំនួយការខ្លួនឯងនេះបាននិយាយថាលោកម្ចាស់ពិតជាខ្សោយ 100% ពិតមែនហើយព្រះយើងដល់ពេលតច្រកអញ្ចឹងហើយបានគិតនៅក្នុងចិត្តថាពួកអានេះសុទ្ធតែជាឃាតករផែនការរបស់ពួកវាគឺចង់សម្លាប់យើងចោលបើនៅស្ងៀមគុំតែស្រាប់តដែរអញ្ចឹងមានតែសាកល្បងវាហើយក៏ខ្វាយដៃខ្លួនឯងព្រមទាំងស្រែកថាក្បាច់បង្ហូរឈាមខ្វាយហើយហូរតែឈាមអត់មានរឿងអីកើតឡើងសោះព្រមនោះដែរពួកអាណប់ក៏បានដើរមកហើយបន្តនិយាយថាស្ដេចបិសាចនឹងស្រួលខ្លួនមែនទេស្របពេលនោះដែរទូប្រុសរបស់យើងមានការស្រន់ជាខ្លាំងប្រឡេកទៅកាន់ទីកន្លែងមួយទៀតស្រាប់តែយើងឃើញ Hero Paradin ដែលទូប្រុសរបស់យើងដាក់ឈ្មោះថាអាស្ពៃជ្រក់ Hero នោះបានគិតថាវាដូចជាស្រពេចស្រពិលប៉ុន្តែយើងពិតជាមានអនុស្សាវរីយ៍អំពីជីវិតមុនរបស់យើងវាគឺជាជីវិតទី19របស់ខ្ញុំហើយខ្ញុំបានទៅទីនោះខ្ញុំមកទីនេះក៏ព្រោះតែមានប្រព័ន្ធអ្នកនាំផ្លូវប៉ុន្តែឥឡូវនេះវាបានបាត់ទៅហើយដូច្នេះតើគោលបំណងរបស់ខ្ញុំឥឡូវនេះគឺជាអ្វីទៅឥឡូវនេះសាច់រឿងរបស់យើងភាគ1គឺបានដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់វីដេអូ admin សូមអរគុណដល់គ្នាយើងម្នាក់ដែលបាន donate ឲ្យ admin បាន$2.50 ហើយក៏ remark មកបែបនេះមើល admin ប្រាប់ពីផលវិបាកនៃការធ្វើរឿងណាដោយសារតែ admin ធ្វើរឿងទៅវាអត់បានចំណូលមកពី YouTube វិញផងនឹងហើយពេលដែលកាត់ធ្វើវីដេអូម្ដងចំណាយពេលទៅ4ទៅ5ម៉ោងរហូតហើយអ្នកទាំងអស់គ្នាបើពេញចិត្តនឹងសាច់រឿងមួយនេះឬក៏ចង់ឲ្យ admin សម្រាប់បន្តនៅរឿងអតីតហោះសាររដូវកាលទី2ចឹងហើយអ្នកទាំងអស់គ្នាជួយលើកទឹកចិត្តតាម QR នេះផងណាក៏បានថ្លៃបញ្ចូលការដើម្បីផុសរឿងដែរមែនអត់អ្នកទាំងអស់គ្នា